យើងទៅមើលបាទគឺក្រុមបិសាចក្រហម Manchester United បាទគឺដូចជាទុនដៃណាស់ប៉ុន្មានរដូវកាលចុងក្រោយនេះបាទជាពិសេសបាទនៅក្នុងរដូវកាល2024-2000បាទគឺ25នេះទទួលបានត្រឹមចំណាត់ថ្នាក់បាទគឺទី15នៅក្នុងតារាងបាទគឺ Premier League តែប៉ុណ្ណោះយើងមើលទៅបាទក្រោមការដឹកនាំបាទគឺរបស់លោកបាទ Robin បាទគឺអាមរំនោះបាទឃើញថាបានឈានដល់កិច្ចព្រមព្រៀងទិញយកកីឡាករអន្តរជាតិប្រេស៊ីលបាទគឺកីឡាករ Matos Koha មករួមក្រុមហើយនៅក្នុងទំហំទឹកប្រាក់62លាន50ម៉ឺនបាទគឺផោនបាទគឺមករួមក្រុមហើយខូហាបាទគឺសុទ្ធបាន17គ្រាប់គ្រប់កម្មវិធីឲ្យក្រុម Wolverhampton បាទគឺកាលពីឆ្នាំមុនប៉ុន្តែបាទគឺលោកបាទគឺ Robin នេះគាត់ថា Man U ត្រូវការទិញកីឡាករលំដាប់អន្តរជាតិបាទយ៉ាងតិចបាទគឺចំនួន4នាក់បាទគឺបន្ថែមទៀតផងដែរនៅក្នុងនោះបាទគឺ Man U ក៏សម្លឹងទៅរកកីឡាករ Brian Mbeumo របស់ក្រុម Brentford បាទកីឡាករបាទគឺរូបនេះបាទក៏មានការចាប់អារម្មណ៍ផងដែរហើយដាក់តម្លៃប្រមាណជា45លានផោនបាទហើយបន្ថែមអត្ថប្រយោជន៍បាទគឺប្រមាណជា10លានផោនបន្ថែមទៀតផងដែរប៉ុន្តែបាទកីឡាករបាទគឺ Mbeumo នេះត្រូវបានក្រុម Brentford បាទគឺទាររហូតដល់ទៅ60បាទគឺលានផោនឯណោះក្រៅពីនោះ Man U ក៏ចង់បានកីឡាករបាទគឺលៀមបាទ Delap ប៉ុន្តែកីឡាកររូបនេះគឺផ្លាស់ទៅកាន់ Chelsea ទៅហើយក៏ចង់បានបាទកីឡាករ Victor Gyökeres បាទគឺរបស់ក្រុម Sporting Lisbon បូកបញ្ចូលកីឡាករ Victor Osimhen របស់ក្រុម Napoli គិតត្រឹមវេលានេះបាទឃើញថាសម្រាប់ Man U បាទគឺបានសម្រេចតែម្នាក់ទេគឺ Matos Koha មកពីក្រុម Wolverhampton ហើយលោកអាចមកបំពេញកន្លែងដូចជា Casemiro ដែលជារដូវកាលចុងក្រោយរបស់គាត់ហើយទម្រង់លេងមានការធ្លាក់ចុះខណៈពេលកីឡាករ Kobe Mainoo បាទគឺមិនទាន់ច្បាស់ពីអនាគតរបស់ខ្លួនថាតើនៅជាមួយក្លឹបដែរឬយ៉ាងណាក្រៅពីនោះ Man U ត្រូវរុះរើជាបន្តទៀតត្រូវរកអ្នកចាំទីមកបំពេញកន្លែងកីឡាករអង់ដ្រេអូណាណាទម្រង់របស់គេធ្លាក់ចុះស្របពេលកីឡាករបាទគឺអាតៃប៊ូយិនដរនឹងត្រូវទៅផ្លាស់ទៅកាន់បាទគឺក្លឹបបាស៊ីតាសរបស់ប្រទេសទូគីផងដែរអញ្ចឹងគិតត្រឹមវេលានេះបាទក្រុម Manchester United បាទគឺបានឈានដល់កិច្ចព្រមព្រៀងជាមួយនឹងកីឡាករប្រេស៊ីលតែមួយនាក់តែប៉ុណ្ណោះ